จะบอกโซ่จะเห็นโซ่ลูกโคนี่ខ្ញុំឈ្មោះផៃស្វលមានជាគ្រូនិស្សិតមកពីថ្នាក់អឹមហើយថ្ងៃនេះផងដែរខ្ញុំមានកិត្តិយសដែលបានឆ្លុះបញ្ចាំងនៅសង្ខេបឡើងវិញនៅមេរៀនសប្តាហ៍ទី10ដែលនិយាយអំពីការវិតម្លៃផលបត្តិ portfolio assessment អញ្ចឹងនៅក្នុងនឹងផងដែរយើងត្រូវយល់ន័យថា portfolio ហ្នឹងមានន័យថាម៉េចសិនចុចជាទូទៅ portfolio គឺបើសិនជាយើងបកប្រែខ្មែរមានន័យថាផលបត្តិវាគឺជាstore មួយដែលប្រមូលស្នាដៃការងារផ្សេងដើម្បីជាភស្តុតាងនៅក្នុងការរីកចម្រើនឬក៏ជាការប្រមូលកិច្ចការឬក៏ភស្តុតាងសិក្សានិងប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សនឹងផងដែរហើយមួយទៀតគឺគេធ្វើ portfolio assessment ហ្នឹងគឺជាដំណើរការនៃការប្រមូលនិងការវិតម្លៃតាមដំណាក់ឬក៏បញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនៃការសិក្សារបស់បុគ្គលនីមួយៗហ្នឹងអញ្ចឹងជារួមការវិតម្លៃផលបត្តិឬក៏ portfolio assessment ហ្នឹងគឺជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយម្យ៉ាងទៀតជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សក្នុងគោលបំណងប្រើប្រាស់ដើម្បីពណ៌នាពីការប្រឹងប្រែងការរីកចម្រើនឬក៏ការសម្រេចលទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាណាមួយចូលទៅដល់ចំណុចមួយទៀតដែលនិយាយអំពីយើងរៀបចំផលបត្តិរបស់សិស្សហ្នឹងផ្ដោតលើលក្ខណៈពិសេសមួយយ៉ាងជាទូទៅនៅតាមថ្នាក់មហាវិទ្យាល័យគេមានរៀបចំជា chrono ឬក៏ clear back របស់សិស្សនីមួយៗហ្នឹងវាមានសរុបទាំងប្រវត្តិរូបសង្ខេបរបស់គាត់សរុបទាំងលទ្ធផលការងាររបស់គាត់សរុបទាំងបន្ទុករបស់គាត់ប្រមូលផ្ដុំនៅក្នុងហ្នឹងហ្មងបើសិនជាយើងឧទាហរណ៍ដូចជាបុគ្គលិកក្រុមហ៊ុនម្នាក់ក្នុងម្នាក់ហ្នឹងគឺមានchrono របស់គាត់មួយអញ្ចឹងក្នុង chrono របស់បុគ្គលិកម្នាក់ហ្នឹងមានដាក់អីគេខ្លះនៅក្នុងហ្នឹង first page របស់គាត់គឺមានដូចជា CV cover letter របស់គាត់ឬក៏ឯកសារដែលពាក់ព័ន្ធទៅនឹងប្រវត្តិរូបរបស់គាត់ហ្នឹងអញ្ចឹងនៅ page បន្តទៀតគេអាចដាក់ជាស្នាដៃលេខធ្លោក្នុងពេលកំឡុងធ្វើការងារហ្នឹងគាត់ achievement បានអីខ្លះគាត់ develop បានអីខ្លះគាត់ give events take ឲ្យក្រុមហ៊ុនអីគេខ្លះអាហ្នឹងគឺជាឧទាហរណ៍មួយដែលយើងនិយាយអំពី portfolio ទៅតាមបុគ្គលិករបស់ក្រុមហ៊ុនមួយអញ្ចឹងយើងត្រឡប់មកវិញនៅក្នុង portfolio ដែលយើងធ្វើនៅក្នុងការសិក្សានៅក្នុងថ្នាក់រៀនវិញអញ្ចឹងវាមានលក្ខណៈពិសេស3យ៉ាងធំនៅក្នុងការរៀបចំ portfolio ហ្នឹងដែលទី1និយាយអំពីការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់តើយើងប្រមូលកិច្ចការរបស់សិស្សហ្នឹងក្នុងគោលបំណងអីគេយើងធ្វើ portfolio ហ្នឹងក្នុងគោលបំណងគេយើងប្រមូលកិច្ចការរបស់សិស្សហ្នឹងឲ្យមានគោលបំណងច្បាស់លាស់ដើម្បីយកមករៀបចំដាក់ក្នុង chrono ចាត់ទុកជាឯកសារ portfolio របស់សិស្សហ្នឹងទី2គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅក្នុង portfolio ទៅទៀតនៅក្នុង portfolio ហ្នឹងមានកិច្ចការមួយទៀតថាអាចទៅជាស្នាដៃរបស់គាត់មួយហើយតទៅមុខទៀតនឹងនិយាយអំពីការប្រភេទ portfolio វាមានប្រភេទនៅក្នុងហ្នឹងទៀតអញ្ចឹងយើងអាចនិយាយបានថានៅក្នុង chrono ហ្នឹងមានប្រភេទ portfolio តាម page មួយនៅក្នុងហ្នឹងទៀតវាខុសៗគ្នាទៀតហើយទី3គឺយើងសំដៅទៅលើសិស្សគឺត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងហ្មងអញ្ចឹងself assessment គឺមានសារៈសំខាន់មែនទែនហើយក៏ជាផ្នែកមួយនៅក្នុងការរៀបចំ portfolio នឹងឲ្យបានល្អផងដែរមួយទៀតនិយាយអំពីចរិតលក្ខណៈរបស់ portfolio គឺត្រូវតែបន្ស៊ីជាមួយនឹងវត្ថុបំណងស្តង់ដារហើយនឹងបំណិននៅសតវត្សទី21ដែលយើងនិយាយអំពីបំណិននៅក្នុងសតវត្សទី21ហ្នឹងគឺយើងសំដៅទៅលើ Swansea ដែលក្នុង Swansea ហ្នឹងត្រូវតែមាននិយាយទៅក្នុងសតវត្សទី21ហ្នឹងត្រូវតែមាន Swansea នៅក្នុងហ្នឹងហ្មងដែល Swansea C ទី1និយាយអំពី communication C ទី2និយាយអំពី collaboration C ទី3និយាយអំពី critical thinking C ទី4និយាយអំពី creativity C ទី5និយាយអំពី computing and digital and IA C ទី6និយាយអំពី culture diversity C ទី7និយាយអំពី career readiness អញ្ចឹងនៅក្នុងបន្ទាប់ពីយើងធ្វើឲ្យវាបន្ស៊ីជាមួយនឹងវត្ថុបំណងហើយនៅក្នុងគោលបំណងច្បាស់លាស់ហ្នឹងនិយាយអំពីផលិតផលការងារក្នុងផលិតផលការងារហ្នឹងគឺមានន័យខ្លះគឺមានន័យថាការប្រមូលផ្ដុំរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធយើងរៀបចំការងារស្នាដៃរបស់សិស្សជាប្រព័ន្ធមកមានក្នុងខែជាប្រព័ន្ធដូចថាក្នុងខែទី1តាមខែមកមករាកុម្ភៈមីនាមេសានៅក្នុងមាត្រីមាសដែលគាត់រៀនមួយហ្នឹងឬក៏អាចជាមួយឆោមមាស
ចឹងក្នុងហ្នឹងយើងរៀបចំមកក្នុងខែទី1គាត់មានស្នាដៃអីគេគាត់ទទួលបានលទ្ធផលអីគេយើងត្រូវបញ្ចូលក្នុង portfolio ហ្នឹងទាំងអស់ដើម្បីតាមដានសមិទ្ធផលឬក៏ការអភិវឌ្ឍចំណេះដឹងរបស់សិស្សហ្នឹងស្នាដៃរបស់សិស្សហ្នឹងសមត្ថភាពរបស់សិស្សហ្នឹងចំណុចមួយទៀតជ្រើសលក្ខណៈមួយទៀតរបស់ portfolio គឺទៅលើសិស្សហ្នឹងក៏ត្រូវមានការចូលរួមនិងលើកទឹកចិត្តកម្រិតខ្ពស់បំផុតដើម្បីធ្វើឲ្យ portfolio របស់គាត់ក្នុងមួយឆ្នាំសិក្សាពេញហ្នឹងទទួលបានជោគជ័យទី2គឺកិច្ចសារស្នាដៃដែលជារបស់សិស្សម្នាក់ៗអញ្ចឹងសិស្សគឺត្រូវបញ្ចេញស្នាដៃរបស់គាត់ឯងដើម្បីឲ្យមានអីដាក់នៅក្នុង portfolio របស់គាត់ហ្នឹងហើយចំណុចចុងក្រោយគឺជ្រើសរើសខ្លឹមសារមេរៀនដល់ខ្លួនឯងអញ្ចឹងនៅក្នុងហ្នឹងគឺវាស្តៀងទៅនឹង self assessment ផងដែរគឺយើងគាត់ចាំបាច់ត្រូវតែវាតម្លៃខ្លួនឯងអាហ្នឹងគឺជាចំណុចសំខាន់មួយនៅក្នុងជ្រើសលក្ខណៈរបស់ portfolio នឹងផងដែរតែទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាយើងគិតថា portfolio នោះវាល្អសម្រាប់ងាយស្រួលឲ្យសិស្សតាមដានសមត្ថភាពរបស់សំទោសដែលងាយស្រួលឲ្យគ្រូតាមដានការវិវត្តរបស់សិស្សឬក៏ងាយស្រួលឲ្យគ្រូធ្វើការវិតម្លៃទៅលើសិស្សហ្នឹងប៉ុន្តែនៅក្នុងហ្នឹងគឺក៏មានគុណទាំងគុណសម្បត្តិទាំងគុណវិបត្តិផងដែរអញ្ចឹងខ្ញុំសូមរៀបរាប់គុណសម្បត្តិមុនសិននៅក្នុងគុណសម្បត្តិគឺជំរុញស្វ័យវិតម្លៃនិងវិតម្លៃបែបសហការរបស់សិស្សមានទាំងការចូលរួមពីសិស្សផងដែរទី2គឺបង្កើនការលើកទឹកចិត្តសិស្សទី3គឺផ្ដោតលើចំណុចខ្លាំងនៅអ្វីដែលពួកគេអាចធ្វើបានអញ្ចឹងអានឹងគឺជាការលើកទឹកចិត្តមួយឲ្យគាត់គិតថាគឺគាត់អាចធ្វើរឿងនឹងបានហើយទី4គឺការវិតម្លៃមានលក្ខណៈជាបុគ្គលមួយតែតាមសិស្សហ្នឹងគឺតាមផលបត្តិរបស់គាត់មួយហ្នឹងមួយទៀតផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ពុកម្ដាយហើយមួយទៀតគឺមានភាពបត់បែននិងប្រែប្រួលតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនអានេះគឺសំដៅខ្លាំងគឺវាមានន័យថាសិស្សថ្នាក់វិទ្យាល័យគឺគាត់មានបែបផែន portfolio មួយដែលគឺស្នាដៃរបស់គាត់ផ្សេងទៅតាមកម្រិតអាយុរបស់គាត់ផ្សេងថ្នាក់វិទ្យាល័យផ្សេងថ្នាក់បឋមផ្សេងហើយបន្ទាប់ពីយើងរៀបរាប់អំពីគុណសម្បត្តិជាហោហាយមកនៅក្នុងហ្នឹងក៏វាមានគុណវិបត្តិផងដែរនៅក្នុងការប្រើប្រាស់ portfolio ហ្នឹងអញ្ចឹងគុណវិបត្តិគឺត្រូវការបណ្ដុះបណ្ដាលគ្រូត្រូវមានន័យថាត្រូវគ្រូនឹងត្រូវឲ្យមានវិជ្ជាជីវៈច្បាស់លាស់មែនទែនក្នុងការរៀបចំឲ្យសិស្សមានផលបត្តិ portfolio ហ្នឹងទី2គឺវិបាកក្នុងការដាក់បន្ទុកនាំឲ្យភាពជឿជាក់ទៀត portfolio នឹងផងដែរគឺវាមានប្រភេទ portfolio ច្រើននៅក្នុង portfolio របស់បុគ្គលមួយហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺមានន័យថាពិបាកក្នុងការដាក់បន្ទុកឲ្យគាត់មែនទែនទី3គឺចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យនិងការដាក់បន្ទុកនឹងជប់សិស្សចំណុចមួយទៀតគឺសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលបត្តិមិនបានល្អមានថាគាត់ជ្រើសរើសព័ត៌មានណាមួយដែលជាចំណុចមួយដែលមិនសូវល្អមួយទៀតគឺគំរូនៃផលិតផលសិស្សអាចនាំទៅរកភាពខ្សោយនៃការធ្វើទូទៅកម្មចំណុចចុងក្រោយគឺឪពុកម្ដាយអាចនឹងពិបាកយល់ពីផលបត្តិដោយសារតែដឹងស្រាប់ថានៅក្នុងសង្គមខ្មែរគឺបើសិនជាយើងធ្វើអ្វីមួយដែលប្លែកថ្មីគាត់អាចធ្លាប់ឃើញគឺពួកគាត់ពិបាកនៅក្នុងការស្វែងយល់អំពីប្រភេទហ្នឹងថាចង់មានន័យថាម៉េចទៅទៀតហើយជា portfolio ជាដើមចំណុចមួយទៀតដែលខ្ញុំនឹងរៀបរាប់ទ្រុសជាមួយនឹងប្រភេទនៃ portfolio ហ្នឹងអញ្ចឹងនៅក្នុងហ្នឹង portfolio យើងចែកចេញជា5ប្រភេទទី1គឺផលបត្តិស្នាដៃទី2គឺផលបត្តិសមត្ថភាពទី3គឺផលបត្តិគម្រោងទី4គឺផលបត្តិប្រាប់ពីការរីកចម្រើននិងចុងក្រោយគឺផលបត្តិ digital ដែលផលបត្តិ digital នេះផងដែរគឺជាផលបត្តិមួយដែលគេទំបង្កើតថ្មីទំបញ្ចូលថ្មីមកលើកតកើនឲ្យក្នុងសតវត្សទី21នេះប្រើប្រាស់តាមបច្ចេកវិទ្យាផងដែរហើយនៅក្នុងផលបត្តិស្នាដៃនេះគឺគេចង់សំដៅទៅលើកិច្ចការដែលល្អបំផុតរបស់សិស្សដែលជាស្នាដៃរបស់សិស្សអាចទៅជាគំនូរអាចទៅជាការគាត់មានស្នាដៃធ្វើរឿងអីមួយដែលថ្មីដែលប្លែកសម្រាប់ថ្នាក់រៀនគឺក៏សម្រាប់មិត្តរួមថ្នាក់របស់គាត់ហ្នឹងអាហ្នឹងយើងចាត់ទុកជាផលបត្តិស្នាដៃឯងចំពោះផលបត្តិសមត្ថភាពគឺយើងគិតទៅលើលទ្ធផលសិក្សារបស់គាត់មានថាយើងអាចដាក់បន្ទុកបាននៅក្នុងហ្នឹងយើងអាចដាក់បន្ទុកបានហើយផលបត្តិនេះជាទូទៅត្រូវជាមួយសិស្សគ្រប់កម្រិតថ្នាក់មានថាវាអាចទៅជាបន្ទុកប្រចាំខែតាមខែនីមួយៗអីចឹងទៅអានេះគឺជាផលបត្តិសមត្ថភាពជាមួយទៀតគឺទៅនឹងផលបត្តិគម្រោងគឺសំដៅទៅលើផលបត្តិមួយដែលនិយាយអំពីឯកសារបញ្ចប់ជំហានមួយក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេលណាមួយហើយជាធាតុបានបញ្ចូលផ្ដល់នូវផលតាំងនៃការចូលរួមក្នុងដំណាក់កាលនីមួយៗនៃការងាររបស់គម្រោងអាចជាគម្រោងដែលគ្រូអ្នកគ្រូដាក់ឲ្យវិសិស្សធ្វើហ្នឹងបើសិនជាសិស្សធ្វើបានយើងយកលទ្ធផលហ្នឹងមកដែលស្ថិតនៅក្នុងផលបត្តិគម្រោងហ្នឹងហើយមួយទៀតផលបត្តិប្រតិការរីកចម្រើនផលបត្តិប្រតិការរីកចម្រើនហ្នឹងយកឧទាហរណ៍ដូចជាមុខវិជ្ជាខ្មែរគណិត
គេមានសិក្សាសង្គមវិទ្យាសាស្ត្រអីអស់ហ្នឹងបើសិនជាលទ្ធផលតាមប្រចាំខែក៏ទៀតថាខែទី1ក៏ទទួលបានបន្ទុក5ខែទី2ក៏ទទួលបានបន្ទុក6ខែទី3 7ខែទី3 8 9អីចឹងតាអញ្ចឹងមានថានៅក្នុងហ្នឹងយើងអាច keep វាទៅក្នុង portfolio ហ្នឹងដែលប្រាប់អំពីការរីកចម្រើនរបស់សិស្សមានថាគាត់រីកចម្រើនគាត់ឡើងថ្នាក់ទៅអញ្ចឹងចំណេះដឹងគាត់ហ្នឹងមានថាចំណេះដឹងក្នុងមុខវិជ្ជាការប្រឡងរបស់គាត់ហ្នឹងទូបានទូល្អផ្សារទៅល្អផ្សារទៅចំណុចចុងក្រោយគឺផលបត្តិ digital ក្នុងការផលបត្តិ digital មានថាយើងប្រើប្រាស់ផលបត្តិហ្នឹងអ្នកនៅក្នុងអេឡិចត្រូនិកប៉ុនជាទូរស័ព្ទអ៊ីនធឺណិតឬក៏ website ណាមួយផងដែរហ្នឹងគេហៅថាផលបត្តិ digital សូមនិយាយចំណុចមួយទៀតគឺតកតងទៅនឹងសារៈសំខាន់នៃផលបត្តិសារៈសំខាន់នៃផលបត្តិហ្នឹងគឺមានសារៈសំខាន់ដូចជាអាចផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពសិស្សអាចបន្ថែមឧទាហរណ៍និងឆ្លុះបញ្ចាំងការទាសន្តានលើកកម្ពស់ការចូលរួមសកម្មក្នុងការរៀនសូត្ររបស់សិស្សហើយសង្កត់ធ្ងន់លើការលើបុគ្គលនិងការច្នៃប្រឌិតនិងសម្លេងរបស់សិស្សផ្ទាល់ហើយចំណុចចុងក្រោយងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទីតាំងបានខ្ញុំសូមចូលចំណុចបន្ទាប់និយាយអំពីការរៀបចំនិងការអនុវត្តវាតម្លៃផលបត្តិនៅក្នុងនោះផងដែរគឺយើងចែកជាជំហាននៅក្នុងការរៀបចំនិងការអនុវត្តវាតម្លៃផលបត្តិនៅក្នុងនោះទាំងអស់គឺមាន9ជំហានធំជំហានទី1គឺកំណត់គោលបំណងតែយើងធ្វើផលបត្តិហ្នឹងលើគោលបំណងរបស់វាជាអីគេទី2គឺកំណត់រចនាសម្ព័ន្ធរូបរាងឬ digital ទី3កំណត់ក្រុមសារទី4កំណត់ការណែនាំស្វ័យវាតម្លៃនិងលក្ខណៈវិនិច្ឆ័យការដាក់បន្ទុកសិស្សទី5ពិនិត្យឡើងវិញជាមួយសិស្សទី6ការដាក់ក្រុមសារទី7ស្វ័យវាតម្លៃរបស់សិស្សនៅក្រុមសារមេរៀនទី8ការវាតម្លៃរបស់គ្រូនិងពលមានត្រឡប់ទី9គឺកិច្ចប្រជុំរវាងគ្រូនិងសិស្សអញ្ចឹងនៅក្នុងនោះផងដែរយើងសរុបមកវិញជំហាននៅក្នុងការរៀបចំនិងការអនុវត្តការវាតម្លៃផលបត្តិហ្នឹងគឺមាន9ជំហានដូចដែលរៀបរាប់ខាងលើបាញ់នេះអញ្ចឹងគឺផ្ដើមចេញពីការកំណត់គោលបំណងក្នុងportfolio មួយនឹងរហូតទៅដល់កិច្ចប្រជុំរវាងគ្រូនិងសិស្សបន្ទាប់ពីយើងវាតម្លៃនឹងឲ្យពលមានត្រឡប់ឲ្យសិស្សហើយបន្ទាប់ពីគាត់រៀបចំផលបត្តិរបស់គាត់រៀងខ្លួនហើយនឹងរៀបចំស្នាដៃឲ្យមានជាសរុបទៅតាមផលបត្តិតាមប្រភេទនីមួយៗរួចហើយគឺយើងចាំបាច់ត្រូវមានកិច្ចប្រជុំគឺយើងចាំបាច់ត្រូវមានការវាតម្លៃហើយនឹងផ្ដល់ពលមានត្រឡប់ទៅឲ្យពួកគាត់វិញបន្ទាប់ពីយើងវាតម្លៃនឹងផ្ដល់ពលមានទៅឲ្យពលមានត្រឡប់ទៅឲ្យពួកគាត់វិញហើយជាចុងក្រោយត្រូវមានកិច្ចប្រជុំរវាងគ្រូនិងសិស្សកិច្ចប្រជុំនោះមានន័យថាប្រជុំផ្ដោតទៅលើការកែលម្អប្រជុំទៅលើការកែលម្អនិងផ្ដល់មតិយោបល់កែលម្អត្រឡប់ទៅឲ្យសិស្សវិញថាមានចំណុចខ្វះខាតឬក៏ចំណុចល្អចំណុចទទួលយកនិងចំណុចមិនទាន់គ្រប់គ្រងជ្រុងជ្រោយត្រង់ណាគឺយើងត្រូវបន្ថែមនឹងការលម្អទៅឲ្យសិស្សវិញនៅក្នុងកំឡុងពេលដែលយើងធ្វើការវិតម្លៃលើ portfolio របស់សិស្សនីមួយៗហើយអញ្ចឹងសរុបជារួមមកការសង្ខេបមេរៀននៅក្នុងមេរៀនទី10ដែលនិយាយអំពី portfolio assessment នេះនេះខ្ញុំសូមបញ្ចប់តែប៉ុណ្នេះហើយខ្ញុំសូមអរគុណដល់លោកគ្រូដែលបានចូលរួមស្ដាប់ពីដើមដល់ចប់បើសិនជាមានចំណុចខ្វះខាតខុសទាស់ត្រង់ណាបង្កប់បីសំឡងត្រង់ណាក៏សូមលោកគ្រូអភ័យទោសនឹងជួបបំពេញនៅចំណុចខ្វះខាតរបស់នេះខ្ញុំផងដែរអរគុណលោកគ្រូសូមជម្រាបលា